ជំរាបសួរបងប្អូនថ្ងៃនេះមកធ្វើនំដំឡូងជ្វាបំពងស្រួយដោយសារតែមើល YouTube ទៅតំណងហើយកូនខ្ញុំគាត់ទាញ៉ាំឥឡូវសាកល្បងធ្វើតាម YouTube សម្រាប់ដំឡូងជ្វាគឺខ្ញុំយក200ក្រាមវាស្មើនឹង2ខាំបងប្អូនចំហុយឬក៏ស្ងោរឲ្យផុយបែបនេះសិនណាចំណែកឯម្សៅគឺម្សៅឆាចំនួន200ក្រាមដូចគ្នាវាស្មើនឹង2ខាំដូចគ្នាបងប្អូនហើយម្សៅឆារបស់ខ្ញុំគឺរូបយន្តហោះសម្រាប់ផ្នែកអញ្ជិញនោះលើសគឺលើសសបកបងប្អូនខ្ញុំគិតទាំងសបកសម្រាប់ដលងរបស់យើងគឺយើងយកលព្រាឬក៏សមមិនវាឲ្យម៉ត់ណាបងប្អូនមិនវាឲ្យម៉ត់បានល្អបែកសាច់បានល្អបែបហ្នឹងទៅណាបងប្អូនហើយសម្រាប់ការធ្វើនេះផងដែរគឺខ្ញុំចេះពី YouTube ទេបងប្អូនបើ YouTube មើលហើយកូនខ្ញុំក៏ទាញញ៉ាំខ្ញុំក៏សាកល្បងធ្វើតែម្ដងទៅបន្ទាប់ពីកិនដលងម៉ត់ហើយខ្ញុំចាប់ផ្ដើមចាក់ម្សៅឆាដែលបានថ្លឹងមិញរួចរាល់ហ្នឹងចូលទៅក្នុងសាច់ម្សៅច្របល់គ្នាឲ្យសព្វបន្តិចទៅខ្ញុំដាក់ស្ករសចូលសម្រាប់ស្ករសតាមចំណង់ចំណូលចិត្តបងប្អូនទៅសម្រាប់ខ្ញុំប្រើ2ស្លាបព្រាបាយអំបិលខ្នុរបន្តិចហើយនឹងអំបិលម៉ត់យើងធម្មតានឹងបន្តិចនិយាយរួមទៅខ្ញុំឃើញគេដាក់ម្រេចក៏បានគេដាក់ជាមួយនឹងខ្ទឹមបំពងទៀតមួយមុខទៀតក៏បានដែរតាមចិត្តបងប្អូនទាំងអស់គ្នាចូលចិត្តចឹងទៅសម្រាប់ខ្ញុំដាក់តែប៉ុណ្្នឹងទេដោយសារកូនខ្ញុំគាត់អត់សូវចេះញ៉ាំហឹរកូនស្រីបើកូនប្រុសខ្ញុំអត់អីទេបងប្អូនអញ្ចឹងខ្ញុំធ្វើមានម្រេចខ្លះអត់ខ្លះចឹងទៅកុំឲ្យដាក់ហឹរពេកគឺគាត់អត់ញ៉ាំតែឥឡូវខ្ញុំសុំប្រើដៃឲ្យបងប្អូនព្រោះខ្ញុំធ្វើនំហ្នឹងហូបលក្ខណៈគ្រួសាររបស់ខ្ញុំទេខ្ញុំអត់មានធ្វើលក់អីទេហើយសម្រាប់ដៃខ្ញុំផងដែរហ្នឹងក៏អត់មានកញ្ចក់មានអីដែរផងបងប្អូនអញ្ចឹងអធិស្ឋានផងគឺសូមច្បាច់ដូចដៃឲ្យបានវាម៉ត់ល្អអញ្ចឹងណាហើយអត់មានប្រើស្រោមដៃអីទេដោយសារដៃខ្ញុំក៏អត់មានកញ្ចក់ដែរបងប្អូនសម្រាប់ដៃខ្ញុំមានគ្រួសារបានប្តីបានកូនមកគឺអត់ដែលមានកញ្ចក់ទេអញ្ចឹងក៏វាស្អាតដែរអញ្ចឹងណាបងប្អូនហើយទឹកតែកាត់កញ្ចក់ឲ្យថ្មីអញ្ចឹងអត់មានកញ្ចក់ទេសូមច្បាច់ដៃអញ្ចឹងតែម្ដងបន្ទាប់នឹងមកគឺខ្ញុំដាក់ទឹកដាំបងប្អូនបន្ទាប់ពីដាក់ទឹកដាំហើយគឺគឺខ្ញុំរុំវាបែបមូលជាមួយនឹងស្លឹកចេកបងប្អូនប៉ុន្តែវីដេអូហ្នឹងខ្ញុំអត់បានបង្ហាញបងប្អូនទេគឺរុំមូលជាមួយនឹងស្លឹកចេកដោយសារខ្ញុំមានស្លឹកចេកប្រើអញ្ចឹងណាបងប្អូនតមកទៀតយើងរុំមូលហើយអញ្ចឹងរួចរាល់ពេលដែលម្សៅនឹងឆ្អិនបងប្អូនយកទៅដាក់នៅក្នុងទូទឹកកកធម្មតាមួយយប់ទុកមួយយប់ហើយបងប្អូនយកមកចិតបែបនេះណាចិតតាមចំណង់ចំណូលចិត្តរបស់បងប្អូនស្រឡាញ់ទៅបងប្អូនចង់ចិតបែបមូលក៏បានចិតបែបមិនក៏បានដែរទង់ទាយមិនក៏បានដែរបងប្អូននេះគឺខ្ញុំរៀបយកទៅហាលបងប្អូននេះបន្ទាប់ពីខ្ញុំទុកមួយយប់ហើយខ្ញុំយកមកចិតហើយខ្ញុំរៀបបែបនេះយកទៅហាលណាហាលបើសិនបងប្អូនមានប្រដាប់ហាលច្រើនបងប្អូនហាលឲ្យឃ្លាតគ្នាបន្តិចទៅឆាប់ស្ងួតល្អដោយសារខ្ញុំអត់មានប្រដាប់ហាលខ្ញុំហាលរៀងជាន់គ្នាបន្តិចបងប្អូនអញ្ចឹងបើបងប្អូនមានប្រដាប់ហាលច្រើនបងប្អូនហាលឲ្យទលាយទៅឆាប់បានស្ងួតល្អហាលពី2ថ្ងៃទៅ3ថ្ងៃអីស្ងួតដែរបងប្អូនតាមពិតតែ2ថ្ងៃទៅ1ថ្ងៃអីស្ងួតដែរបើសិនមានថ្ងៃល្អប៉ុន្តែសម្រាប់ខ្ញុំហាលបានបន្តិចភ្លៀងហាលបានបន្តិចភ្លៀងអញ្ចឹងខ្ញុំហាលឡើង3ថ្ងៃបងប្អូនទើបបានយកមកធ្វើឲ្យកូនញ៉ាំណាកូនខ្ញុំគេចាំថ្ងៃរហូតបងប្អូនខ្ញុំធ្វើតាំងពីថ្ងៃសុក្រខ្ញុំថាថ្ងៃអាទិត្យបានញ៉ាំហើយគេចាំថ្ងៃអាទិត្យបងប្អូននេះបងប្អូនពេលដែលស្ងួតរួចរាល់ណាគឺមានលក្ខណៈយើងស្ទាបទៅស្រួយរាវតែម្ដងសម្រាប់ដំឡូងដែលយើងបានចិតហាលហើយនឹងរួចរាល់ណាបងប្អូនដល់ពេលដែលយើងបំពងគឺយើងដាក់ខ្លាញ់ឲ្យច្រើនទៅតែសម្រាប់ក្នុងវីដេអូហ្នឹងគឺខ្ញុំដាក់តិចតួចទេបងប្អូនតែបងប្អូនមានខ្លាញ់ច្រើនដាក់ឲ្យច្រើនមុននឹងយើងសាកមើលមួយបែបនេះទៅបើសិនជាដលងយើងពងចាំយើងដាក់ច្រើនបងប្អូនតែបើអត់ពងចាំខ្លាញ់ឲ្យក្តៅសិនពេលខ្លាញ់ក្តៅដាក់ទៅគឺវាឡើងពងបានល្អបងប្អូនហើយបើសិនរីកអស់គឺសាច់ដលងរបស់យើងហ្នឹងគឺ
ស្រួយល្អតែម្ដងបងប្អូនបើសិនដាក់ទៅរីកបានល្អតែបើយើងដាក់ទៅរីកអត់បានល្អគឺវារៀងនៅស្វិតដែរបងប្អូននិយាយរួមប្រើភ្លើងតិចល្មមហើយដៃលះបងប្អូនទើបបានអត់ខ្លោចណាបើយើងរៀងយឺតបន្តិចគឺខ្លោចហើយបងប្អូនហើយភ្លើងខ្លាំងក៏ធ្វើឲ្យខ្លោចដែរអញ្ចឹងយើងប្រើភ្លើងមកល្មមហឹមបងប្អូនទើបបានវាអត់ខ្លោចបើយើងប្រើស្ករតិចក៏វាអត់ខ្លោចលឿនដែរតែបើយើងប្រើស្កររៀងច្រើនវាឆាប់ខ្លោចបងប្អូនអញ្ចឹងបានខ្ញុំអត់សូវប្រើស្ករច្រើនទេខ្ញុំប្រើស្ករតិចតួចដែរដោយសារខ្ញុំអត់សូវចូលចិត្តផ្អែមប៉ុន្មានទេបើផ្អែមខ្ញុំអត់សូវចូលចិត្តផ្អែមបងប្អូនខ្ញុំចូលចិត្តរៀងឡមដោយសារចំណង់ចំណូលចិត្តរបស់បងប្អូនចូលចិត្តផ្អែមដាក់ផ្អែមដូចខ្ញុំថានៅតាមវីដេអូនឹងអញ្ចឹងបើបងប្អូនចូលចិត្តបែបឡមដាក់ឡមទៅបងប្អូនភ្លក់មើលតាមចំណង់ចំណូលចិត្តរបស់បងប្អូនអញ្ចឹងណាបងប្អូនឥឡូវថ្ងៃនេះគឺជាថ្ងៃអាទិត្យបងប្អូនគឺបានបំពងដំឡូងនឹងឲ្យកូនញ៉ាំហើយដោយសារគាត់ចាំរយៈពេល 2-3 ថ្ងៃហើយដោយសារខ្ញុំមើលមេឃដែរបងប្អូនហើយខ្ញុំបន្ថែមនៅស្លឹកខ្ទឹមតិចដើម្បីឲ្យវាមានឈ្ងុយស្លឹកខ្ទឹមណាបងប្អូនអញ្ចឹងមិនថាតាមចំណង់ចំណូលចិត្តនៅក្នុង YouTube ហ្នឹងគឺគាត់អត់មានដាក់ស្លឹកខ្ទឹមទេតែនេះគ្រាន់តែជាការបន្ថែមមកខ្ញុំបន្ថែម add ពីលើខ្ញុំចង់ដាក់ស្លឹកខ្ទឹមហើយគឺខ្ញុំថែមរួយអំបិលរ៉ូឌីបន្តិចដោយសារតែពេលដែលខ្ញុំធ្វើហ្នឹងគឺខ្ញុំអត់យកធ្ងន់អំបិលទេគឺខ្ញុំដាក់អំបិលតិចឲ្យវានិយាយរួមកុំឲ្យវាសាបសាច់ម្សៅតែប៉ុណ្ណោះនៅពេលដែលខ្ញុំពងរួចហើយគឺខ្ញុំបន្ថែមអំបិលតិចទៅបងប្អូនឥឡូវមកភ្លក់ទាំងអស់គ្នាមើលស្ដាប់សំឡេងបងប្អូនពេលដែលយើងចិតគឺយើងចិតឲ្យស្ដើងមកបងប្អូនមានកបិតមុខពីរបងប្អូនចិតជាមួយនឹងកបិតមុខពីរក៏បានដែរទើបធ្វើឲ្យអានំយើងនឹងគឺឡើងស្រួយបានល្អបែបនេះបងប្អូនសម្រាប់ខ្ញុំគឺខ្ញុំចិតកបិតធម្មតាទេដោយសារខ្ញុំអត់ចេះប្រើស្ដាំខ្ញុំទិញកបិតមកមានតែស្ដាំអញ្ចឹងខ្ញុំប្រើឆ្វេងខ្ញុំចិតកបិតធម្មតាតែព្យាយាមចិតឲ្យបានស្ដើងបងប្អូនគឺវានឹងឡើងពងបែបនេះបងប្អូនឃើញនំដំឡូងហ្នឹងគឺឆ្ងាញ់មែនតែម្ដងដូចនំដំឡូងដែលគេលក់ធ្វើលក់មកកញ្ចប់500មកកញ្ចប់500គឺមានរសជាតិឆ្ងាញ់មែនតែសម្រាប់បងប្អូនដែលគាត់មានកូនទូចនំនេះគឺជួយសុខភាពកូនរបស់យើងមែនតែកុំឲ្យគាត់ចង់និយាយថាបើគាត់មានកូនក្មេងទូចឲ្យគាត់ញ៉ាំបែបនេះល្អជាងយើងទៅទិញតាមតូបចាប់ហួយដោយសាររបស់ដែលគេធ្វើគឺច្រើនតែប្រើអីផ្សេងយើងអត់ដឹងទេប៉ុន្តែបើយើងធ្វើហូបញ៉ាំខ្លួនឯងគឺវាល្អជាងយើងទិញបងប្អូនគឺវាអត់យូរវាថ្មីភ្លាមស្រស់តែម្ដងអញ្ចឹងវាធ្វើឲ្យសុខភាពយើងល្អមួយចំណែកដែរអរគុណច្រើនបងប្អូនទាំងអស់គ្នាវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងឯងគឺមកធ្វើនំបំពងដំឡូងបំពងស្រួយឲ្យកូនញ៉ាំសប្បាយជុំគ្នានឹងថ្ងៃអាទិត្យឲ្យគាត់មានអារម្មណ៍ល្អជុំគ្នាជុំគ្រួសារនឹងថ្ងៃអាទិត្យចឹងណាបងប្អូនបើបានតាណាទេធ្វើនំធ្វើអីឲ្យកូនញ៉ាំរាល់ពេលថ្ងៃគាត់សម្រាកចឹងណាហើយឥឡូវហ្នឹងចាំមើល 2-3 ថ្ងៃខ្ញុំនឹងធ្វើពណ៌ផ្សេងម្ដងបងប្អូន